ភ្លាមនោះសត្វជ្រូកវិញ្ញាណក៏ប្រែកាយទៅជារូបរាងដើមរបស់វាគឺជាសត្វសីហារីដ៏ធំមួយឈរនៅខាងមុខនាចិត្តសត្វសីហារីក៏ចាប់ផ្ដើមប្រយុទ្ធនឹងបិសាចខ្លានោះការប្រយុទ្ធរវាងសត្វវិញ្ញាណនិងបិសាចខ្លាធ្វើឲ្យដីរវើកម្លាំងសិលប៉ះគ្នាទៅវិញទៅមកមួយសន្ទុះក្រោយមកសត្វសីហារីក៏យកឈ្នះបិសាចខ្លានោះក្រោយពីធ្វើដំណើរអស់ជាច្រើនថ្ងៃទីបំផុតខ្ញុំក៏បានមកដល់ភ្នំត្បែងហើយទីនេះពោពេញទៅដោយចំហាយធម្មពលបរិសុទ្ធខ្លាំងណាស់ពិតជាស័ក្តិសមសម្រាប់អ្នកសមាធិនិងអ្នកហាត់រៀនវិជ្ជាអាគមបើអាចហាត់រៀននៅទីនេះបានការប្រមូលធម្មពលនិងការបង្កើនកម្រិតអាគមប្រកបជាលឿនជាងកន្លែងធម្មតាជាច្រើននេះចិត្តក៏បន្តដំណើរឡើងទៅលើកំពូលភ្នំត្បែងលុះទៅដល់គេក៏ប្រទះឃើញបរិសុទ្ធចំណាស់ម្នាក់កំពុងអង្គុយសមាធិនៅក្រោមម្លប់ដើមឈើដ៏ធំមួយរាងកាយរបស់គាត់បញ្ចេញចំហាយធម្មពលពណ៌មាសពោពេញដោយធម្មពលបរិសុទ្ធភ្លាមនោះភ្នែកមេឃារបស់នាយចិត្តក៏បើកឡើងដោយឯងគេសម្លឹងមើលទៅបរិសុទ្ធចំណាស់នោះហើយក៏ភ្ញាក់ផ្អើលជាខ្លាំងមិននឹកស្មានថាលោកតាម្នាក់នេះមានកម្រិតអាគមខ្ពស់ដល់ថ្នាក់នេះសោះនេះបើមិនមានភ្នែកមេឃាទេខ្ញុំមកជាគិតថាគាត់គ្រាន់តែជាតាធម្មតាម្នាក់ប៉ុណ្ណោះតែការពិតគាត់បានឈានដល់កម្រិតទេវតាលើដីទៅហើយដោយក្តីគោរពនាយចិត្តក៏ដើរទៅជិតរួចលុតជង្គង់សំពះយ៉ាងអោនលំទោនគេមិនហ៊ានបញ្ចេញសម្លេងសំបីតែបន្តិចព្រោះខ្លាចរំខានដល់ការសមាធិរបស់លោកតាពេលវេលាកន្លងផុតមួយសន្ទុះបរិសុទ្ធចំណាស់បើកភ្នែកឡើងយឺតខ្សែភ្នែករបស់គាត់សម្លឹងមើលនាយចិត្តដោយស្នាមញញឹមហាក់ដូចជាកំពុងសម្លឹងមើលមនុស្សម្នាក់ដែលគាត់បានរងចាំអស់រយៈពេលជាយូរមកហើយទីបំផុតព្រះអង្គក៏ត្រឡប់មកវិញហើយជាង 1000 ឆ្នាំមកនេះទូលបង្គំបានបំពេញពាក្យសន្យារងចាំថ្ងៃដែលព្រះអង្គចាប់កំណើតជាថ្មីទីបំផុតឯងក៏មកដល់ហើយលោកតាតើលោកតាស្គាល់ខ្ញុំមែនទេរឿងខ្លះនៅពេលនេះឯងមិនទាន់គួរដឹងទេដល់ពេលវេលាសមស្របឯងនឹងដឹងដោយខ្លួនឯងយើងដឹងថាឯងមកទីនេះដើម្បីរៀនវិជ្ជាដូច្នេះចាប់ពីថ្ងៃនេះទៅយើងនឹងផ្ទេរវិជ្ជាដែលយើងចេះឲ្យទៅឯងចូលឯងខិតខំប្រឹងប្រែងរៀនវិជ្ជាទាំងនោះចោះចាប់តាំងពីថ្ងៃនោះមកនាយចិត្តបានស្នាក់នៅលើភ្នំត្បែងហាត់រៀនវិជ្ជាជាមួយលោកគ្រូចំណាស់ដោយមិនដែលខ្ជិលច្រអូសចំណែកឯនាយឆៃវិញក្រោយពីត្រឡប់មកដល់ស្រុកកំណើតគេក៏បានបង្កើតអាស្រមព្យាបាលជំងឺនិងចែកថ្នាំជូនប្រជាជនដោយមិនគិតថ្លៃគេឈ្មោះរបស់គេក៏ល្បីសុសសាយទៅគ្រប់ភូមិស្រុកអរគុណណាស់ឆៃដែលឯងបានជួយព្យាបាលជំងឺដល់អ្នកភូមិយើងដោយមិនយកប្រាក់សូម្បីតែ1រៀលឯងពិតជាមនុស្សល្អពិតមែនលោកវិភពក៏និយាយបែបនេះអីយើងជាអ្នកស្រុកជាមួយគ្នាត្រូវតែចេះជួយយកអាសាគ្នាអញ្ចឹងហើយនិយាយអញ្ចឹងលោកវិភពកុំភ្លេចយកថ្នាំដែលខ្ញុំឲ្យទៅចែកជូនអ្នកភូមិជិតខាងយើងផងដើម្បីការពារពីជំងឺឆ្លងបានពូនឹងឲ្យគេយកថ្នាំទៅចែកជូនអ្នកភូមិគ្រប់គ្នាអរគុណណាស់លោកវិភពដែលលោកបានជួយសហការជាមួយខ្ញុំអ្នកដែលគូអរគុណគឺជាពូនឹងអ្នកភូមិទេព្រោះឯងខំផលិតថ្នាំទាំងយប់ទាំងថ្ងៃដើម្បីចែកជូនអ្នកស្រុកដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនអញ្ចឹងពូលាឯងទៅសិនហើយណាឆៃឯងធ្វើបានល្អណាស់ដរាបណាពុកមនុស្សលេបគ្រាប់ថ្នាំទាំងនោះចូលទៅគ្រាប់ពូជបិសាចនឹងចាក់ឬនៅក្នុងខ្លួនរបស់ពួកគេមិនយូរទេពួកគេនឹងក្លាយទៅជាអ្នកបម្រើដ៏ស្មោះត្រង់របស់យើងទាំងអស់លោកម្ចាស់និយាយចឹងបិសាចខ្មៅដែលលោកម្ចាស់បញ្ជាឲ្យទៅស្រុកយកពញាតអ្នកភូមិនៅស្រុកខាងនោះមិនទាន់ត្រឡប់មកវិញជាច្រើនថ្ងៃហើយតើលោកម្ចាស់ដឹងថាមានរឿងអ្វីកើតឡើងដែរទេយើងគួរមិនដឹងដែរចំណងវិញ្ញាណដែលយើងភ្ជាប់ជាមួយវាបានដាច់ទៅហើយយើងគិតថាវាត្រូវគេសម្លាប់ទៅហើយតើអ្នកណាដែលអាចសម្លាប់បិសាចខ្មៅនោះបានព្រោះបិសាចខ្មៅនោះពូកែមិនចាញ់យកម្ចាស់ប្រមាថទេអ្នកដែលអាចសម្លាប់វាបានហើយថែមទាំងធ្វើឲ្យយើងមិនអាចតាមដានពីប្រភពកម្លាំងបានច្បាស់ជាមិនមែនជាមនុស្សធម្មតាឡើយដូច្នេះចាប់ពីថ្ងៃនេះទៅឯងត្រូវផ្អាកសកម្មភាពស្រូបយកវិញ្ញាណមនុស្សសិនហើយបន្តផែនការបណ្ដុះគ្រាប់ពូជបិសាចរបស់យើងទៅក្នុងខ្លួនអ្នកភូមិឲ្យបានច្រើន
បាទលោកម្ចាស់ខ្ញុំមិនធ្វើឲ្យលោកម្ចាស់ខកបំណុលឡើយ លោកគ្រូខ្ញុំមានរឿងមួយចង់សុំឲ្យលោកគ្រូជួយខ្ញុំមានសៀវភៅតម្រាអាគមដែលបុព្វបុរសរបស់ខ្ញុំបានបន្សល់ទុកប៉ុន្តែវាសរសេរជាអក្សរសំស្ក្រឹតបុរាណខ្ញុំមិនអាចអានវាបានទេតើលោកគ្រូអាចជួយបង្រៀនអក្សរសំស្ក្រឹតបុរាណដល់ខ្ញុំផងតើបានទេលោកគ្រូ មិនអីទេគ្រូនឹងជួយបង្រៀនឯងនៅអក្សរសំស្ក្រឹតបុរាណទាំងនោះឯងបិទភ្នែកធ្វើសមាធិទៅយើងនឹងជួយបើកញៀនដល់ឯង ពិតជាមិនធម្មតាមែនមុនវិជាជាច្រើននៅក្នុងសៀវភៅនេះសូម្បីតែយើងក៏ត្រូវចំណាយពេលរាប់ឆ្នាំទើបអាចយល់បានប៉ុន្តែក្មេងម្នាក់នេះគ្រាន់តែទទួលការណែនាំបន្តិចក៏អាចចងចាំនិងយល់អត្ថន័យបានស្ទើរទាំងអស់ពិតជាស័ក្តិសមជាអធិរាជមនុស្សពិតមែន អរគុណណាស់លោកគ្រូដែលបានបង្រៀនអក្សរសំស្ក្រឹតបុរាណទាំងនេះដល់ខ្ញុំពេលនេះខ្ញុំមិនត្រឹមតែអាចអានសៀវភៅកំណត់ត្រាអាគមរបស់បុព្វបុរសបានប៉ុណ្ណោះទេថែមទាំងអាចយល់ពីខ្លឹមសារនៃមន្តវិជ្ជាជាច្រើននៅក្នុងនោះទៀតផងលោកគ្រូពិតជាមានសមត្ថភាពអស្ចារ្យមែន មិនមែនដោយសារតែយើងពូកែនោះទេយើងគ្រាន់តែជួយបើកញៀនឯងតែប៉ុណ្ណោះអ្វីដែលឯងបានយល់និងចងចាំបានយ៉ាងឆាប់រហ័សគឺជាសមត្ថភាពដែលមានស្រាប់នៅក្នុងខ្លួនឯងចាប់ពីថ្ងៃនេះតទៅឯងត្រូវខិតខំហាត់រៀនវិជ្ជាដែលបុព្វបុរសឯងបានបន្សល់ទុកឲ្យបានល្អយើងបានពិនិត្យរួចហើយមន្តវិជ្ជាទាំងនោះភាគច្រើនជាវិជ្ជាដ៏ខ្ពង់ខ្ពស់បើឯងអាចយល់ស៊ីជម្រៅនិងប្រើវាបានត្រឹមត្រូវវានឹងក្លាយជាកម្លាំងដ៏អស្ចារ្យមួយនៅថ្ងៃអនាគត បាទលោកគ្រូខ្ញុំនឹងខិតខំហាត់រៀនឲ្យអស់ពីសមត្ថភាពមិនឲ្យគេដំណើរដ៏មានតម្លៃរបស់បុព្វបុរសបាត់បង់ឡើយ ល្អណាស់ចូលចងចាំពាក្យមួយរបស់យើងវិជ្ជាអាគមកាន់តែខ្ពស់ទំនួលខុសត្រូវក៏កាន់តែធំដែរបើចិត្តសុចរិតវិជ្ជានឹងជួយសង្គ្រោះមនុស្សតែបើចិត្តលោភលន់វិជ្ជាដដែលនោះនឹងនាំមកនៅមហន្តរាយឥឡូវនេះចូលឯងត្រឡប់ទៅហាត់រៀនចុះកុំប្រញាប់ចង់ចេះខ្លាំងពេកមូលដ្ឋានរឹងមាំទើបអាចទ្រាំទ្រវិជ្ជាដ៏ខ្ពង់ខ្ពស់នៅថ្ងៃក្រោយ សូមក្រាបបង្គំទូលព្រះករុណាជាអម្ចាស់តាមការទស្សន៍ទាយនៃតារាសាស្ត្រព្រះនគររបស់យើងចិត្តប្រឈមនឹងមហន្តរាយដ៏ធំមួយហើយស្ដេចបិសាចនឹងចាប់កំណើតជាថ្មីវានឹងនាំមកនូវសង្គ្រាមភាពចលាចលនិងការស្លាប់របស់មនុស្សរាប់មិនអស់បើដូច្នោះតើយើងមានវិធីអ្វីអាចទប់ស្កាត់មហន្តរាយនោះបានដែរឬទេលោកហោរាសូមក្រាបបង្គំទូលព្រះករុណាជាអម្ចាស់មានតែវិធីមួយគត់គឺត្រូវស្វែងរកអធិរាជមនុស្សដែលបានចាប់កំណើតជាថ្មីលោកមានន័យថាអធិរាជមនុស្សដែលមានចែងនៅក្នុងរឿងដំណាលបុរាណដែលគេនិយាយថាកាលពីជាង 1000 ឆ្នាំមុនបានដឹកនាំមនុស្សលោកប្រយុទ្ធប្រឆាំងនឹងស្ដេចបិសាចនោះមែនទេពិតមែនហើយព្រះករុណាទូលព្រះបង្គំបានពិនិត្យតារាសាស្ត្រឃើញថាដួងតារារបស់អធិរាជមនុស្សបានបញ្ចេញរស្មីឡើងវិញនោះមានន័យថាព្រះអង្គបានចាប់កំណើតក្នុងមនុស្សលោករួចហើយបើដូច្នេះយើងនឹងចេញព្រះរាជបញ្ជាឲ្យទ័ពនិងមន្ត្រីទាំងអស់ចេញទៅស្វែងរកអធិរាជមនុស្សភ្លាមព្រះករុណាទោះព្រះអង្គប្រើមនុស្សរាប់ម៉ឺននាក់ក៏មិនអាចរកឃើញដែរព្រោះតាមការទស្សន៍ទាយពេលនេះអធិរាជមនុស្សនៅមិនទាន់ដឹងពីអត្តសញ្ញាណពិតរបស់ខ្លួននៅឡើយបើដូច្នោះតើយើងគួរធ្វើដូចម្តេចទៅទូលព្រះបង្គំបានទស្សន៍ទាយឃើញថាព្រះនាងមណីកែវនិងអធិរាជមនុស្សមាននិស្ស័យស្នេហ៍នឹងគ្នា7ជាតិដូច្នេះមានតែព្រះនាងប៉ុណ្ណោះដែលអាចស្វែងរកអធិរាជមនុស្សឃើញតើបុត្រីពិតជាសម្រេចចិត្តបន្លំខ្លួនធ្វើជារាជសាមញ្ញដើម្បីចេញទៅស្វែងរកអ្នកមានបុណ្យដែលហោរាបានទស្សន៍ទាយពិតមែនដែរទេបុត្រីដឹងទេថាពិភពខាងក្រៅរាជវាំងពោពេញទៅដោយគ្រោះថ្នាក់ប៉ុណ្ណា បើពិតដូចដែលលោកហោរាបានទស្សន៍ទាយថាមានតែមនុស្សម្នាក់នោះទេដែលអាចសង្គ្រោះព្រះនគររបស់យើងពីមហន្តរាយបាននោះបុត្រីត្រូវតែប្រថុយឲ្យព្រះបិតាទោះបីផ្លូវខាងមុខពោពេញដោយគ្រោះថ្នាក់យ៉ាងណាក៏ដោយបុត្រីនឹងស្វែងរកអ្នកនោះឲ្យទាល់តែឃើញ បើដូច្នេះបុត្រត្រូវចេះថែរក្សាខ្លួនផង
បិតានឹងឲ្យអង្គរៈតាមការពារបុត្រ អស់រយៈពេល1ឆ្នាំហើយដែលឯងបានហាត់រៀនវិជ្ជាជាមួយយើងពេលនេះកម្រិតអាគមរបស់ឯងបានឈានដល់កំពូលអធិរាជអាគមហើយបើឯងនៅតែបន្តខិតខំហាត់វិជ្ជាមិនយូរទេឯងនឹងឈានចូលកម្រិតទេវតាលើដីជាមិនខាន សមិទ្ធផលដែលខ្ញុំមាននៅថ្ងៃនេះគឺដោយសារការបង្រៀននិងព្រានប្រដៅរបស់លោកគ្រូខ្ញុំពិតជាដឹងគុណលោកគ្រូជាទីបំផុតខ្ញុំមិនដឹងថាជាតិនេះត្រូវធ្វើដូចម្ដេចទើបអាចតបស្នងគុណលោកគ្រូបាននោះទេ អូបើឯងពិតជាចង់តបស្នងគុណយើងមែននោះចូលយកវិជ្ជាទាំងអស់ដែលយើងបានបង្រៀនទៅប្រើក្នុងផ្លូវសុចរិតការពារមនុស្សស្លូតត្រង់និងកម្ចាត់អំពើអាក្រក់នោះហើយជាការតបស្នងគុណដ៏ប្រសើរបំផុតសម្រាប់យើង បាទលោកគ្រូខ្ញុំសូមស្បត់ថានឹងប្រើវិជ្ជាទាំងនេះក្នុងផ្លូវល្អជានិច្ច នៅពេលនេះយើងគ្មានអ្វីដែលត្រូវយកមកបង្រៀនឯងទៀតទេឯងអាចចុះពីលើភ្នំបានហើយណា ខ្ញុំគិតថាខ្ញុំចង់នៅជាមួយលោកគ្រូ 2-3 ថ្ងៃទៀតចាំចេញដំណើរទៅវិញ យើងបានទស្សន៍ទាយដឹងថាមានមនុស្សនៅជើងភ្នំខាងត្បូងនោះត្រូវការជំនួយពីឯងបើឯងមិនទៅថ្ងៃនេះទេពួកមនុស្សទាំងនោះមុខជាត្រូវស្លាប់ទាំងអស់ជាមិនខានឡើយ បើដូច្នេះខ្ញុំនឹងប្រញាប់ទៅអញ្ចឹងខ្ញុំសូមជម្រាបលាលោកគ្រូសិនហើយលោកគ្រូថែរក្សាខ្លួនផងខ្ញុំនឹងមកលេងលោកគ្រូវិញ ឲ្យទូលបង្គំសុំទោសផងព្រះអង្គដែលកុហកព្រះអង្គបែបនេះពេលនេះដល់ពេលដែលទូលបង្គំត្រូវចាកចេញពីលោកនេះហើយសូមព្រះអង្គថែរក្សាព្រះកាយផង ព្រះនាងតើពួកយើងគួរតែបន្តដំណើរទៅមុខទៅទេណាព្រះនាងនៅក្នុងព្រៃនេះគួរឲ្យខ្លាចខ្លាំងណាស់ខ្ញុំខ្លាចថាព្រៃនេះមានខ្មោចណាព្រះនាងបងសៅខ្ញុំប្រាប់បងហើយថាកុំឲ្យហៅខ្ញុំថាព្រះនាងអីបងហៅខ្ញុំថាជាអ្នកនាងតូចទៅកុំឲ្យអ្នកផ្សេងដឹងពីឋានៈរបស់ខ្ញុំហើយម្យ៉ាងទៀតបងខ្លាចធ្វើអីមានកំពូលអ្នកប្រយុទ្ធរបស់ព្រះបិតាខ្ញុំនៅការពារយើងរួចទៅហើយចាព្រះនាងអូច្រឡំហើយចាអ្នកនាង ខណៈពេលដែលព្រះនាងមនីកែវកំពុងអង្គុយសម្រាកស្រាប់តែមានសត្វខ្លាដ៏ធំមួយដើរសម្ដៅមកកាន់ពួកគេ ព្រះនាងនោះជាសត្វខ្លាណាព្រះនាងវាធំខ្លាំងណាស់ណាព្រះនាង វ៉ាវសាច់សខ្ចីញញតែម្ដងហើយ មើលទៅពិតជាគួរឲ្យឆ្ងាញ់មែនឃើញសាច់សខ្ចីបែបនេះខ្លាឃើញហើយហាវតាម៉ង ព្រះនាងសូមប្រយ័ត្នប្រកាយផងនេះមិនមែនជាសត្វខ្លាធម្មតាទេវាគឺជាបិសាចខ្លាណែនាងសៅឆាប់នាំព្រះនាងចេញទៅភ្លាមយើងនឹងនៅទប់ទល់នៅទីនេះ បិសាចខ្លាបញ្ចេញសំឡេងប្រខំយ៉ាងគួរឲ្យខ្លាចមុននឹងលោតចូលសម្លាប់អង្គរៈទាំងនោះបន្ទាប់ពីសម្លាប់អស់ហើយវាក៏រត់ដេញតាមព្រះនាងភ្លាមៗ អាបិសាចឯងកុំហ៊ានមកប៉ះពាល់ពួកយើងឲ្យសោះឯងដឹងទេបើហ៊ានប៉ះព្រះនាងរបស់យើងសូម្បីតែមួយសរសៃព្រះកេសាព្រះរាជានឹងមិនលើកលែងឲ្យពួកឯងជាដាច់ខាត ត្រឹមតែស្ដេចមនុស្សលោកប៉ុណ្ណោះនៅក្នុងភ្នែករបស់ពួកបិសាចយើងពួកឯងមិនខុសអីពីសត្វស្រមោចទេហើយមិនយូរទេអំបូរមនុស្សលោកឯងទាំងមូលនឹងក្លាយទៅជាអាហាររបស់ពួកយើង បើសិនជាពេលនេះនាងលឹកជង្គង់សុំអង្វរយើងអាចទុកសាកសពឲ្យនាងខ្លះហើយយើងស៊ីខ្លះ ព្រះនាងអាបិសាចនេះវាមិនខ្លាចអំណាចព្រះរាជាទេណាព្រះនាងពួកយើងមកជាស្លាប់មិនខានឡើយណាព្រះនាងខ្ញុំស្ដាយភាពក្រមុំរបស់ខ្ញុំណាស់មិនទាន់បានប្រគល់ឲ្យបរិសណាម្នាក់ផងឥឡូវត្រូវមកស្លាប់បែបនេះទេ
ជីវិតនាងសៅពិតជាកំសត់ពេកហើយណាព្រះនាងកុំយំអីណាបងសៅពួកយើងមិនត្រូវបង្ហាញភាពទន់ខ្សោយឲ្យពួកបិសាចវាឃើញនោះទេណាបងពិតមែនហើយព្រះនាងទោះជាស្លាប់ក៏មិនត្រូវឲ្យពួកវាមើងងាយអំបូរមនុស្សរបស់យើងដែរតែខ្ញុំនៅតែខ្លាចណាព្រះនាងអាបិសាចបើឯងចង់សម្លាប់ចូលមកចុះយើងមិនសុំក្តីមេត្តាពីពួកឯងជាដាច់ខាត ព្រះនាងពិតជាក្លាហានមែនតែភាពក្លាហាននេះនឹងធ្វើឲ្យព្រះនាងឈឺចាប់បើដូច្នេះទៅហើយខ្លាសូមស៊ីព្រះនាងហើយណា គណៈពេលដែលបិសាចខ្លាកំពុងដើរសំដៅទៅរកព្រះនាងមនីកែវបន្តិចម្ដងស្រាប់តែនាយចិត្តបានជិះសត្វជ្រូកវិញ្ញាណមកដល់នៃកូនជ្រូកត្រឹមតែបិសាចខ្លាតូចតាចប៉ុណ្ណឹងយើងប្រគល់វាឲ្យឯងចាត់ការចុះ លោកម្ចាស់មិនដេចបានជាលោកឲ្យជ្រូកវិញ្ញាណធម្មតាដូចជាខ្ញុំទៅប្រយុទ្ធនឹងបិសាចខ្លាទៅវិញលោកចង់សម្លាប់ខ្ញុំមែនទេ ឯងក៏ដឹងដែរថាពេលនេះយើងមានភ្នែកមេឃាយើងអាចមើលឃើញរូបរាងពិតរបស់ឯងឈប់លាក់បាំងយើងទៀតទៅ ពិតមែនហើយខ្ញុំភ្លេចឲ្យឈឹង ពេលនេះលោកម្ចាស់មានភ្នែកមេឃីហើយកម្រិតអាគមក៏ឈានចិត្តដល់ទេវតាដើរដីទៅហើយសត្វសីហរិយដូចជាខ្ញុំធ្វើមិននឹងអាចលាក់បាំងពីភ្នែកលោកម្ចាស់បាន បើឯងដឹងហើយឆាប់បង្ហាញសមត្ថភាពរបស់ឯងឲ្យយើងមើលបន្តិចទៅ លោកម្ចាស់ឈរចាំមើលពីសមត្ថភាពរបស់ខ្ញុំទៅចុះ ភ្លាមនោះសត្វជ្រូកវិញ្ញាណក៏ប្រែកាយទៅជារូបរាងដើមរបស់វាគឺជាសត្វសីហារីដុតមួយឈរនៅខាងមុខនាយចិត្តសត្វសីហារីក៏ចាប់ផ្ដើមប្រយុទ្ធនឹងបិសាចខ្លានោះការប្រយុទ្ធរវាងសត្វវិញ្ញាណនិងបិសាចខ្លាធ្វើឲ្យដីរំភើបកម្លាំងសិលប៉ះគ្នាទៅវិញទៅមកមួយសន្ទុះក្រោយមកសត្វសីហារីក៏យកឈ្នះបិសាចខ្លានោះ មិនហើយលោកម្ចាស់សមត្ថភាពប៉ុណ្ណឹងសមជាសត្វវិញ្ញាណរបស់លោកហើយឬនៅ ឯងពិតជាប្រកាយមែន អ្នកនាងតើអ្នកនាងមានរបួសដែរទេអ្នកនាងខ្ញុំមិនអីទេណាបងសៅហើយចុះបងវិញខ្ញុំគ្មានរបួសទេណាអ្នកនាងតែអង្គរៈទាំងនោះពេលនេះពួកគេស្លាប់អស់ហើយណាអ្នកនាងបន្តិចទៀតខ្ញុំនឹងឲ្យសត្វព្រាបនាំសារទៅប្រាប់ព្រះបិតារបស់ខ្ញុំឲ្យទ្រង់ជួយចាត់ចែងនិងមើលថែគ្រួសាររបស់ពួកគេឲ្យបានល្អពេលនេះយើងទៅអរគុណអ្នកដែលបានជួយសង្គ្រោះយើងទៅណាបង នៅពេលដែលព្រះនាងមនីកែវដើរចូលមកជិតនាយចិត្តក៏បានដឹងពីអត្តសញ្ញាណពិតរបស់នាងគេក៏គិតក្នុងចិត្តថានាងជាព្រះនាងទេតើហេតុអ្វីបានជាទ្រង់តបតែងព្រះកាយដូចជារាសាមញ្ញបែបនេះតើព្រះនាងមានគោលបំណងអ្វីទៅខ្ញុំមិនត្រូវលាតត្រដាងអត្តសញ្ញាណរបស់ព្រះនាងឡើយចាំមើលថាព្រះនាងមានបំណងធ្វើអ្វីសិន ខ្ញុំសូមអរគុណណាស់នាយដែលមុននេះនាយបានជួយសង្គ្រោះជីវិតពួកខ្ញុំ បានមិនអីទេអ្នកនាងហើយតើអ្នកនាងមានរបួសដែរទេ ខ្ញុំគ្មានរបួសទេខ្ញុំមានឈ្មោះថាមនីកែវជាកូនអ្នកជំនួញនៅក្រុងអង្គរហើយចុះនាយវិញអាចប្រាប់ឈ្មោះឲ្យខ្ញុំដឹងផងតើបានទេ ខ្ញុំមានឈ្មោះថាចិត្តជាអ្នកមកពីស្វាយរៀងហើយចុះអ្នកនាងមានបំណងទៅណាបានជាមកដល់កណ្ដាលព្រែកបែបនេះ ខ្ញុំមិនអាចយករឿងស្វែងរកអធិរាជមនុស្សប្រាប់អ្នកផ្សេងឲ្យដឹងបានទេបើពួកបិសាចដឹងថាខ្ញុំកំពុងស្វែងរកអធិរាជមនុស្សមកជាពួកវានឹងតាំងសម្លាប់គាត់មុនពេលគាត់ដឹងពីអត្តសញ្ញាណរបស់ខ្លួនជាមិនខានខ្ញុំកំពុងដើររកទិញរបស់មួយចំនួននៅតាមភូមិស្រុកផ្សេងៗហើយក៏ដើរឆ្លងកាត់ព្រៃនេះទៅបានជាជួបជាមួយនឹងបិសាចខ្លាបែបនេះណែនាយខ្ញុំឃើញថានាយមានសមត្ថភាពខ្លាំងពូកែហើយថែមទាំងមានសត្វទេពនៅជាមួយទៀតដូច្នេះខ្ញុំចង់ជួលនាយឲ្យមកធ្វើជាអ្នកការពារខ្ញុំនឹងឲ្យប្រាក់ឈ្នួលយ៉ាងសមរម្យតើនាយព្រមដែរទេ នាងគឺជាព្រះនាងរបស់នគរខ្មែរយើងខ្ញុំមិនអាចបណ្ដោយឲ្យព្រះនាងមានគ្រោះថ្នាក់បានទេដូច្នេះខ្ញុំនឹងការពារព្រះនាងមួយរយៈសិនចុះ
អញ្ចឹងក៏បានដែរតែខ្ញុំមិនអាចនឹងការពារអ្នកនាងរហូតនោះទេនៅពេលដែលឪពុករបស់អ្នកនាងរកអ្នកការពារថ្មីបានខ្ញុំនឹងចាក់ចេញ អញ្ចឹងល្អខ្លាំងណាស់ យើងខ្ញុំសូមអភ័យទោសចំពោះអ្នកគាំទ្រទាំងអស់គ្នាក្នុងការយឺតយ៉ាវក្នុងការផលិតវីដេអូនិងសូមអរគុណជាខ្លាំងសម្រាប់ការគាំទ្ររបស់អ្នករាល់គ្នាសូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់ជួបតែក្តីសុខនិងសំណាងល្អគ្រប់ពេលវេលា